បាទជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទថ្ងៃនេះខ្ញុំចង់មកចេញវីដេអូដើម្បីបញ្ជាក់ថាឲ្យច្បាស់បន្ថែមទៀតចឹងណាដោយសារបងប្អូននៅតែបាទដៃថ្មីយើងថាអ្នករៀនដៃថ្មីបាទបានឆាតមកសួរជាច្រើនជាមួយនឹងការលេងក្តក់បត់ក្បាច់អញ្ចឹងណាបាទតាធ្វើម៉េចបានលេងឲ្យវាបានការក្តក់ការអីអញ្ចឹងអូខេថ្ងៃនេះចេញវីដេអូនេះបែរមិនវែងទេនឹងបង្ហាញនឹងណែនាំបាទអញ្ចឹងមុននឹងចូលទៅដល់ការបង្ហាញសូមបងប្អូនបាន Subscribe YouTube Channel រៀនហ្គីតាម្នាក់មួយក៏ដូចជា Follow Facebook Page រៀនហ្គីតាម្នាក់មួយផងដែរដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំដូចជាមេរៀនការបង្ហាញ Review Product អំពីឧបករណ៍ភ្លេងអញ្ចឹងណាបាទអញ្ចឹងឥឡូវនេះយើងត្រឡប់ចូលមកវីដេអូយើងវិញមេរៀននេះវិញណាអញ្ចឹងពាក់ព័ន្ធជាមួយការលេងបទ solo បទអីក៏ដោយទី1យើងត្រូវដឹង basic នៃការតន្ត្រីអីចឹងទៅបន្ទាប់មកយើងស្គាល់ scale បន្ទាប់មកអ្វីដែលសំខាន់ដែលយើងចង់លេងបទណាមួយយើងត្រូវចាំ melody បទហ្នឹងបាទបើសិនជាយើងអាន note វាមិនទាន់បានឬក៏មិនទាន់លឿនបាទយើងអាចត្រូវចងចាំបទmelody បទហ្នឹងហើយធម្មតាបើយើងមានកระดาษមើលមានសភៅមើលយើងដឹងថាបទហ្នឹងលេងតង់អីអញ្ចឹងនៅពេលដែលយើងដឹងថាបទហ្នឹងលេងតង់អីអញ្ចឹងការដែលយើងត្រូវ solo វាគិតអត់ផុតពី scale នៅក្នុងតង់ហ្នឹងទេណាបងប្អូនត្រូវចងចាំកន្លែងហ្នឹងបាទអញ្ចឹងបន្ទាប់មកយើងចង់លេង solo យើងមិញយើងនិយាយពីការលេងបទខ្មែរបទក្បាច់ចឹងណាចង្វាក់ក្បាច់អញ្ចឹងយើងត្រូវទី1យើងត្រូវលេង melody វាបានសិនដូចមិញខ្ញុំលេងបទខ្មែរយើងអញ្ចឹងដំបូងយើងត្រូវចាំ melody វាដំបូងយើងលេងវាសិនណា melody បាទអញ្ចឹងយើងលេង solo melody វាបានសិនបន្ទាប់មកទន្ទឹមនឹងហ្នឹងយើងត្រូវដឹងការក្តក់ហ្នឹងគឺ picking យើងនឹងឯងណា picking នៅទម្រង់ដោយសារវាលេង picking លឿនអញ្ចឹងយើងអាចនិយាយបានថាវានៅក្នុងទម្រង់ 16 note ឬក៏ note តួទំពួកទ្វេបាទអញ្ចឹងយើងអាចចងចាំ melody របស់យើងអាច start ចេញពី picking ក៏បានដោយសារ note កន្លែងហ្នឹងយើងប្រើការលេង note វាជា note ខ្មៅណាយល់ទេចាកន្លែង note ណា melody ណាដែលវានៅរៀងអាចនិយាយថា note កន្លែងហ្នឹងវាទៅជាទម្រង់មូលឬក៏ទម្រង់សអីយើងអាចជួសវាជាការ picking ជំនួសវាទៅតាមទម្រង់ note របស់យើងវិញអាហ្នឹងបើយើងឧទាហរណ៍ឲ្យស្រួលយល់ណាប៉ុន្តែអាហ្នឹងវាបូកបញ្ចូលជាមួយ technical ផងដែរបាទអញ្ចឹងយើងថាកន្លែងនេះកន្លែងនេះរៀងយើងនិយាយថាស្រួលយល់ណាសម្រាប់បងប្អូនដៃថ្មីព្រោះចង់ច្បាស់តើយើងរៀនបន្ថែមទៀតដើម្បីបញ្យល់ចង់យល់នៅក្នុងពាក្យបច្ចេកទេសតន្ត្រីប៉ុន្តែឥឡូវខ្ញុំនិយាយពាក្យឲ្យស្រួលយល់សិនបាទអញ្ចឹងកន្លែងនេះយើងរៀងអង្គ melody យើងអញ្ចឹងកន្លែងនេះជាកន្លែងដែលយើងចាប់ផ្ដើមក្តក់pick ឬក្តក់ឬ picking note យើងកន្លែងហ្នឹងឯងមើលឃើញទេចឹង note កន្លែងណាដែលវាមិន note ហើយវាយ៉ាប្អូសចង់និយាយចឹងណាចឹងកន្លែងហ្នឹងយើងអាចជួសជាមួយការលេង picking ហើយការក្តក់របស់យើងហើយអញ្ចឹងនៅពេលដែលយើងកន្លែងហ្នឹងយើងអាចធ្វើបានស្ទាត់ល្អហើយចឹងអាកន្លែង note ដែលយើង start នីមួយចាប់ផ្ដើមទៅ note នីមួយយើងអាចការ picking យើងបានល្អយើងអាចលួចវាបន្តិចក៏បានដែរហើយទន្ទឹមនឹងបងប្អូនចង់បានការក្តក់ល្អបាទដូចខ្ញុំនិយាយចឹងគេហៅថាខ្ញុំអត់ដឹងខ្មែរយើងថាខ្ទប់ដៃលើខ្ទង់បាទអង់គ្លេសភាសាបច្ចេកទេសអង់គ្លេសយើងហៅថា palm mute អញ្ចឹងយកដៃខ្ទប់នៅលើ bridge guitar របស់យើងនឹងបានសលេងឃើញទេ
មានបានថូនអញ្ចឹងនេះគឺជារបៀបលេងនៅក្នុងបទក្បាច់ហើយបូកបញ្ចូល technical ផងដែរអញ្ចឹងបងប្អូនដំបូងឡើយផ្ដោតទៅលើឲ្យស្គាល់តង់ឲ្យស្គាល់ scale នៃតង់នីមួយៗហើយរៀនលេង solo melody សិនទៅនៅពេលដែលយើង start ជាមួយ melody ការ technical picking palm mute នៅលើខ្ទង់ហ្គីតាលើ bridge ហ្គីតាហ្នឹងវានឹងមកតាមក្រោយឯងអញ្ចឹងទន្ទឹមនឹងហ្នឹងខ្ញុំក៏ជឿថាបើបងប្អូនរៀនជាមួយលោកគ្រូអ្នកគ្រូរបស់អ្នកទាំងអស់គ្នាពួកគាត់ក៏លើកទឹកចិត្តអ្នកនរគ្នាឲ្យធ្វើចំណុចមួយហ្នឹងដូចគ្នាដែរសំខាន់ស្គាល់តង់ស្គាល់ scale អញ្ចឹងទៅរៀនលេង melody សិន melody បទចម្រៀងហ្នឹងសិននីមួយណាបាទបន្ទាប់មកបានជាបូកបញ្ចូល technique ទៅយើងអាចកើតចេញជាការលេងបានព្រោះនៅក្នុងបទក្បាច់ហ្នឹងអញ្ចឹងទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍មកជុំបទមិញឲ្យអ្នកនរគ្នាមើលបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយបើសិននៅមានចម្ងល់ទៀតអាចសួរខ្ញុំបានហើយកុំភ្លេច Subscribe YouTube Channel រៀនគិតាមអ្នកមួយក៏ដូចជា Follow Facebook Page រៀនគិតាមអ្នកមួយផងដែរអរគុណច្រើនជម្រាបលា